ហើយហេតុអីបានជាសត្វឥន្ទ្រីគឺជាស្ដេចសត្វបក្សីសត្វឥន្ទ្រីគឺជាសត្វហោះតែឯងសត្វឥន្ទ្រីហោះតែឯងហើយអត់ហោះជាមួយនឹងបក្សីដទៃទៀតទេដោយសារមូលហេតុអីដោយសារសត្វឥន្ទ្រីមានភាពអង់អាចហើយសត្វឥន្ទ្រីអាចហោះបានខ្ពស់អត់ហោះនៅកន្លែងទាបទេអញ្ចឹងបើយើងប្រៀបមកជីវិតរបស់យើងមនុស្សឯថាម៉េចមនុស្សយើងត្រូវហ៊ានធ្វើដំណើរម្នាក់ឯងគុំចាំដល់មានគ្នាបានទៅទោះបីជាផ្លូវមួយនឹងតែម្នាក់ឯងក៏ដោយក៏ត្រូវតែទៅដែរហើយត្រូវរៀបចំខ្លួនឯងឲ្យបានខ្ពស់ហោះឲ្យបានខ្ពស់ដូចសត្វឥន្ទ្រីអញ្ចឹងគុំដើរជាមួយមនុស្សដល់អត់ប្រយោជន៍មនុស្សអត់ប្រយោជន៍នឹងមនុស្សយ៉ាងម៉េចមនុស្សអត់ប្រយោជន៍នឹងមនុស្សនាំបងប្អូនទៅដើរលេងផឹកស៊ីអត់ប្រយោជន៍និយាយទៅដើមគេចំណានឈ្នានីស្អប់គេដើរញ៉ែតឡែតែពេញអញ្ចឹងទៅចឹងបើយើងចង់បានជីវិតមួយដែលល្អខ្ពង់ខ្ពស់យើងត្រូវសែបគប់ជាមួយបុគ្គលដែលយើងចង់ខ្លាចដូចជាពួកគាត់អ្នកដែលមានចំណេះដឹងច្រើនជាងយើងអ្នកដែលមានបទពិសោធន៍ច្រើនជាងយើងអ្នកដែលគាត់មានគោលបំណងនៅក្នុងជីវិតដូចយើងដើរមួយគាត់ចោះពីព្រោះការដែលយើងព្រមពាត់ខ្លួនយើងដោយមនុស្សដែលគាត់អត់មានគោលដៅនៅក្នុងជីវិតហើយគាត់គិតតែរឿងអត់ប្រយោជន៍ជីវិតរបស់យើងនឹងដូចពួកគាត់អញ្ចឹងយើងត្រូវចេះរើសមនុស្សដែលនៅជុំវិញខ្លួនយើងហ្នឹងហើយបើយើងរើសអត់បានទេយើងទៅម្នាក់ឯងជាមួយនឹងការតាំងចិត្តដ៏ខ្ពស់មួយអត់ខ្វះទេបើសិនជាយើងអត់មានមិត្តភ័ក្តិដែលយើងគិតថាដូចយើង YouTube មាន Facebook មាន Google មានអ៊ីនធឺណិតឥឡូវមានវាយមកអ្នកណាដែលគាត់មានការផ្ដល់ចំណេះដឹងល្អស្ដាប់គាត់ឲ្យបានជារៀងរាល់ថ្ងៃមើលសិក្សាអំពីបុគ្គលជោគជ័យទាំងឡាយតើគេធ្វើអីខ្លះជារៀងរាល់ថ្ងៃជាជាងការដែលចំណាយពេលទៅអង្គុយលេងហ្គេមទៅចែកគ្នាដើរលេងអត់ប្រយោជន៍យកពេលហ្នឹងមកអភិវឌ្ឍខ្លួន